បាទជំរាបសួរបងប្អូនថ្ងៃនេះវិលមកជួបប្លុកខ្ញុំសារជាថ្មីម្ដងទៀតហើយគឺថ្ងៃនេះគឺមក review ហាងកាហ្វេមួយកន្លែងដែលមានឈ្មោះថាកាហ្វេចឡងភ្នំដែលស្ថិតនៅទីរួមខេត្តកពតដែលយើងអាចផឹកកាហ្វេកយគុណថតរូបនិយាយទៅគឺស្អាតទិដ្ឋភាពគេទេសភាពគេណាគឺស្អាតហ្មងចាំបងប្អូនតោះទៅមើលហាងគេនិយាយទៅយើងតាមផ្លូវដែលយើងទៅហ្នឹងផ្លូវវាឡើងភ្នំចុះឡើងតែគេដាក់ប្រាក់សញ្ញាដើម្បីយើងស្រួលរកនៅហាងកាហ្វេរបស់គេដែរហើយបន្ទាប់មកក៏យើងធ្វើការទិញសម្បត្តិគេម្នាក់$2ទៅក្នុងម្នាក់ណាហើយសម្បត្តិរបស់គេហ្នឹងគឺយើងទុកដើម្បីដូរយកភេសជ្ជៈដែលយើងចង់កំងភេសជ្ជៈមួយណាក៏បានដែរទៅយើងដូរបានមួយសេរីអញ្ចឹងនេះគឺជាទិដ្ឋភាពនៅក្នុងហាងរបស់គេដែលគេមានចិញ្ចឹមសត្វមានចិញ្ចឹមសត្វជាច្រើនអញ្ចឹងណាហើយពួកយើងក៏ធ្វើការនិយាយទៅមកកំងអ្នកខ្លះទៅក៏ហូបកាហ្វេត្រដោះគោឬក៏កាហ្វេអាយឡាតេអញ្ចឹងទៅហើយខ្ញុំវិញគឺ passion អីចឹងទៅហើយហាងរបស់គេរៀបចំនិយាយទៅលក្ខណៈក្បាច់រចនាពីដើមណាហើយមានទៅដោយនិយាយទៅដើមឈើផងដើមផ្កាផងហើយកន្លែងគេគឺ fresh ទៅគេរៀបចំមកហើយមើលទៅគឺតាក់ទាញធ្វើឲ្យយើងមានអារម្មណ៍សប្បាយរីករាយហើយក៏បូកញ៉ាំកាហ្វេជាក់ទៀតអូគឺឆ្ងាញ់មែនតើហើយនិយាយទៅកាហ្វេគេដាក់មកទទួលយកបានឆ្ងាញ់មិនថាកាហ្វេឬក៏ passion អញ្ចឹងណាអញ្ចឹងបងប្អូនអាចនិយាយទៅកំងអ្វីក៏បានដែរសបត់ហ្នឹងដែលបងប្អូនដូរហ្នឹងគឺហ្វ្រីទេដែលយើងទិញសបត់គេហើយណាហើយពួកយើងក៏បានធ្វើការថតរូបដើរលេងទៅកន្លែងផ្សេងនិយាយទៅកន្លែងគេធំណាកន្លែងហាងកាហ្វេចឡងភ្នំគេណាហើយបើកូនខ្ញុំវិញគាត់ចូលចិត្តសัตว์របៀបដូចជា chameleon ឬក៏របៀប lizard និយាយទៅគឺគាត់ចូលចិត្តសัตว์ដូចតុក្កតាគាត់ហើយដូចបងប្អូនឃើញចឹងកន្លែងចំឆ្កែកន្លែងមាននិយាយទៅមានទឹកស្រះគេធ្វើដូចជាបឹងស្រះហើយយើងថតរូបនៅលើស្ពានលើអីចឹងគឺមានមកចំហ្មងហើយទិដ្ឋភាពគេនៅខាងភ្នំអញ្ចឹងគឺមើលទៅប្លែកភ្នែកហើយជាពិសេសទៅបងប្អូនទៅហ្នឹងក៏កុំភ្លេចយកអបាយវ៉ាន់ទៅអីគឺគេហាមឲ្យយកទៅទេភេសជ្ជៈហើយគេមិនឲ្យយើងយកទៅណាហើយបន្ទាប់មកក៏យើងទៅខាងកន្លែងសួនតពៅកន្លែងនៅប្លង់គេមានប្លង់ថតរូបនៅកន្លែងសួនតពៅគេអញ្ចឹងណាហើយមានកន្លែងគេអង្គុយញ៉ាំកាហ្វេញ៉ាំអីនិយាយទៅ fresh ស្អាតនៅចន្លងភ្នំគេហ្នឹងនិយាយទៅវីដេអូគឺមិនមានអីច្រើនទេបងប្អូនគ្រាន់តែបង្ហាញទីតាំងកាហ្វេគេកន្លែងថតរូបក៏ឲ្យបងប្អូនមានចំណាប់អារម្មណ៍ចង់មកលេងចង់កំសាន្ត relax សម្រាប់កាយយ៉ាអីចឹងទៅយើងមើលទិដ្ឋភាពទេសភាពប្លែកអង្គុយញ៉ាំកាហ្វេញ៉ាំភេសជ្ជៈអីទៀតទៅធ្វើឲ្យយើងមានអារម្មណ៍ល្អនិងស្រស់ស្រាយចឹងណាហើយបើយើងចង់ថតរូបស្អាតយើងទៅពេលព្រឹកទៅគឺថតរូបស្អាតហើយនៅទិដ្ឋភាពនៅខាងកាហ្វេចឡងភ្នំគេចឹងណាហើយបន្ទាប់មកក៏យើងទៅមកកន្លែងទៀតនៅខាងទេសភាពមួយកន្លែងទៅណាខាងក្រោមហាងកាហ្វេគេគឺមានកន្លែងច្រើនណាថតរូប80លានប៉ុសឲ្យថតអត់ទេហើយកន្លែងនេះដូចបងប្អូនឃើញចឹងគឺស្អាតណាកន្លែងចឡងភ្នំគេយើងមើលទៅឃើញភ្នំហើយថតរូបដូចបងប្អូនបានឃើញរូបភាពពួកខ្ញុំបានថតពីដើមចឹងណាគឺស្អាតណានិយាយទៅអញ្ចឹងបើបងប្អូនចង់មកលេងកពតឲ្យកុំភ្លេចឈៀងចូលមកលេងនៅខាងកាហ្វេចឡងភ្នំរបស់គេនេះគឺស្អាតមែនតើនិយាយទៅគឺថតរូបម៉ាក់និយាយទៅម៉ាក់ the best ហ្មងណាហើយអញ្ចឹងពីខ្ញុំទៅគឺមិនមានអីច្រើនទេបងប្អូនហ្នឹងហើយអញ្ចឹងសប្បាយវីដេអូអត់មានអីច្រើនទេអញ្ចឹងជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលាបងប្អូនបាយបាយ